បងប្អូនក្នុងចំណោមសឡមម្ជូរតាមម្ជូរណាដែលបងប្អូនចូលចិត្តជាងគេសម្រាប់នាងខ្ញុំចូលចិត្តជាងគេគឺម្ជូរគ្រឿងមិនថាម្ជូរគ្រឿងចាពោះគោសាច់គោក៏ដូចជាត្រីទេប៉ុន្តែត្រីគឺស្លញឹកមែនតើហើយត្រីដែលនាងខ្ញុំតែងតែយកស្លម្ជូរគ្រឿងគឺត្រីពោស្លម្ជូរគ្រឿងគឺពេញនិយមសម្រាប់ប្រជាជនខ្មែរយើងណាបងប្អូនមិនថាចានៅជនបទក៏ដូចជានៅទីក្រុងទេផ្ទះណាក៏ដូចផ្ទះណាដែរភាគច្រើនគឺស្លម្ជូរគ្រឿងញឹកញាប់ទៅសម្រាប់នាងខ្ញុំវិញសម្លម្ជូរគ្រឿងគឺ50%ហើយនៃអាហារដែលនាងខ្ញុំញ៉ាំមួយខែបងប្អូនចាម្ជូរគ្រឿងគឺមានគ្រឿងផ្សំច្រើនមែនតែនបងប្អូនចាហើយក៏ដូចជាម្រះព្រៅដែរហើយឥឡូវនាងខ្ញុំពងបេះម្រះព្រៅដែលដល់ចិត្តផ្ទះហ្នឹងទៅមួយឆ្នាំគឺនាងខ្ញុំកម្រសូវទិញម្រះព្រៅគេខ្លាំងណាស់បងប្អូនអើយនិយាយកូនមួយខ្មៅហ្នឹងទៅបេះទៅណាដល់ណាក៏តាមដែរនិយាយទៅឲ្យតែបានលឺសំឡេងឬស្រាប់ជើងនាងខ្ញុំទៅបេះបន្លែបេះលក់ដល់ណាគឺដល់នឹងដែរគឺទៅចិត្តរហូតហ្នឹងគេសុំធ្វើតួអង្គដែលនៅក្នុងវីដេអូរបស់នាងខ្ញុំដែរពេលនាងខ្ញុំមកបេះម្រះព្រៅហ្នឹងហើយជនបទបែបហ្នឹងឯងបងប្អូនអើយគឺយើងមិនសូវចំណាយលុយគ្រប់មុខទាំងអស់ដូចអ្នកយើងនៅទីក្រុងទេនៅទីក្រុងតែចេញផុតពីផ្ទះគឺចំណាយលុយហើយនៅជនបទបើសិនជាយើងចេះដាំដុះបន្តិចបន្តួចអីចិត្តផ្ទះទៀតគឺយើងមិនចាំបាច់សូវចំណាយលុយលើទីផ្សារខ្លាំងទេពិសេសគ្រឿងពេងប៉ុកចេះបញ្ចប់ជួនកាលយើងខ្វះអញ្ចឹងយើងចាំបាច់ជិះទៅផ្សារទេព្រោះចិត្តផ្ទះយើងមានអញ្ចឹងនាងខ្ញុំអត់សូវមានពេលច្រើនក្នុងការហាន់គ្រឿងបុកអញ្ចឹងនាងខ្ញុំក៏ទិញគ្រឿងពីផ្សារ500មកស្រាប់អញ្ចឹងទៅគាត់ដាក់លាយជាមួយខ្ទឹមហើយនឹងប្រហុកអីបន្តិចបន្តួចទៅគឺយើងបុកមួយភ្លែតយើងអត់សូវចំណាយពេលវេលាច្រើនដូចយើងហាន់ខ្ទឹមហាន់អីខ្លួនឯងអញ្ចឹងណាបងប្អូនតែយើងទិញមើលដែរអញ្ចឹងណាយើងទិញភ្លាមយកមកស្លភ្លាមបានឆ្ងាញ់បងប្អូនគ្រឿងបើសិនយើងទិញគ្រឿងហើយយើងយកមកខ្លះសេទុកស្លទៅក៏វាឆ្ងាញ់ដែរផ្សំដូចនេះខ្ញុំបានលើកបង្ហាញបងប្អូននឹងឯងមានចិញ្ចឹមទិញទួយនឹងឯងមិនសូវជាច្រើនអីពេកទេស្លគឺមុនដំបូងឡើយគឺយើងអត់មានអីពិបាកទេដាក់តែផ្ទះឬក៏ឆ្នាំងហើយយើងដាក់ចាប្រេងឆាឬប្រេងអូលីវឲ្យកណ្ដៅហើយបន្ទាប់មកយើងចាប់ផ្ដើមចាក់គ្រឿងកូរគ្រឿងរបស់យើងឲ្យឡើងឈ្ងុយទៅចាំយើងចាក់ត្រីដើម្បីរំងាស់វាឲ្យកាត់ជាតិឆ្អាបបងប្អូនមួយចំនួនខ្លះគាត់ភ្លេចខ្លួនគាត់ស្លត្រីយើងគាត់ដាក់តាំងពីអញ្ចឹងរហូតដល់បងបន្លែបងអីឆ្អិនគឺលួយត្រីអត់ទេយើងទៅពេលត្រីរបស់យើងរៀងដាច់ជាតិឆ្អាបហើយយើងដួសត្រីរបស់យើងទុកមួយឡែកសិនមកយើងដាក់ទឹកក៏ដូចជាកកូរបន្លែអីហើយបើសិនសម្រាប់ជាត្រប់អីយើងកកូរវាឲ្យរៀងសពតទីហើយចាំយើងចាក់ទឹកចូលប៉ុន្តែបើថាបន្លែតកួនយើងអាចចាក់ទឹកចូលមកប្រហែលជារៀងចម្លែកចិត្តត្រង់ថាសម្លម្ជូរគ្រឿងរបស់នាងខ្ញុំមិនក៏ទឹកច្រើននាងខ្ញុំភាគច្រើនសម្លម្ជូរគ្រឿងនាងខ្ញុំជួយចិត្តដាក់ទឹកច្រើនថាអត់សូវជួយចិត្តញ៉ាំបែបកោកោកពេកទេញ៉ាំបែបកោកោកនាងខ្ញុំមានអារម្មណ៍ថាវាអត់សូវឆ្ងាញ់អញ្ចឹងនាងខ្ញុំជួយចិត្តរបស់រៀងមានជាតិទឹកឲ្យជួយចិត្តហុចទឹកអីចឹងដល់ពេលបងបន្លែកោវាមិនសពបហើយចាប់ផ្ដើមយកត្រីរបស់យើងមកចាក់មកត្រីរបស់យើងចាក់ហើយយើងដាក់មកពុះមកចាំយើងដាក់ថែមគ្រឿងផ្សេងដូចជាអំពិលទុំអីជាដើមអញ្ចឹងណាអំពិលទុំយើងដាក់តាមចំណង់ចំណូលចិត្តមកបងប្អូនអើយចាំបាច់ថ្លឹងខាំថ្លឹងក្រាមអីទេបងប្អូនមកឃើញវាច្បាស់ហើយការធ្វើម្ហូបរបស់នាងខ្ញុំគឺពុំសូវចាកំណត់គ្រឿងក្រៅទេព្រោះដោយសារនាងខ្ញុំញ៉ាំសាបងប្អូនធ្វើនៅតាមផ្ទះខ្លួនឯងបងប្អូនអាចដាក់គ្រឿងតាមចំណង់ចំណូលចិត្តរបស់យើងរៀងខ្លួនទៅមុខម្ហូបដែលយើងធ្វើការចែកម្លែកនេះគឺយើងធ្វើការចែកម្លែករសជាតិលក្ខណៈជាគ្រួសារមិនមែនជាលក្ខណៈហៅថាធ្វើលក់ក៏ដូចជាធ្វើតាមរេស្តូរ៉ុងនោះទេបងប្អូនធ្វើលក់ភាគច្រើនក៏ដាក់រសជាតិរៀងដិតប៉ុន្តែនាងខ្ញុំគឺនាងខ្ញុំដាក់រសជាតិរៀងស្រាលចឹងហើយពេលយើងទៅញ៉ាំអាហារខាងក្រៅស្លខាងក្រៅរបស់គេគឺយើងញ៉ាំរៀងពិបាកបន្តិចហើយបងប្អូនមុខម្ហូបមួយមុខនេះគឺងាយមែនតើបងប្អូនខ្មែររបស់យើងចេះធ្វើសឹងគ្រប់គ្នាលើកលែងតែកូនក្មេងចាតែគាត់នៅមានអាយុរៀងតិចហើយគាត់អត់សូវបានចូលចក្រានជើងឆ្នាំងហ្នឹងគឺគាត់អត់ចេះទេអញ្ចឹងហើយនាងខ្ញុំក៏ថត់មកចែកម្លែកទៅហើយណាមួយដោយសារទៅផ្សារឃើញត្រីចាត្រីពោត្រីប្រារបស់យើងប្រភេទត្រីបឹងអញ្ចឹងល្អក៏ទិញមកធ្វើម្ហូបមកចាបងប្អូនទាំងអស់គ្នាហ្នឹងហើយស្លម្ជូរគ្រឿងតកួនរបស់នាងខ្ញុំជាមួយត្រីប្រាហ្នឹងឆ្អិនរួចរាល់ហើយចាបងប្អូនវាថាទៅងាយមែនតើកាប់នេះខ្ញុំគាត់ថាបងប្អូនចេះពីច្រើនហើយគាត់ថានេះខ្ញុំចង់ថតវីដេអូនេះចាដើម្បីជាការកម្សាន្តខ្លួនឯងផងការទុកឲ្យបងប្អូនកម្សាន្តផងអញ្ចឹងណាចាដើម្បីដូចជាចារិះគន់ចំណុចខ្វះខាតរបស់នេះខ្ញុំចាអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងអរគុណច្រើនបងប្អូនទាំងអស់គ្នាបាយបាយ